ឲ្យតែចង់បានស្បែកមុខស្អាត baby skin ឬក៏ glass skin យើងតែតែនឹកឃើញដល់ជនជាតិកូរ៉េត្រូវអត់ត្រូវហើយដោយសារតែកូរ៉េគឺជាប្រទេសមួយដែលស្បែកមុខរបស់ពួកគាត់ភាគច្រើនគឺស្អាតខ្លាំងមែនទែនសូម្បីតែខ្ញុំក៏ខ្ញុំចង់បានស្បែកមុខបែបអញ្ចឹងដែរតែប៉ុន្តែនៅក្នុងប្រទេសកូរ៉េគឺជាប្រទេសមួយដែលគេលើកស្ទួយទៅលើវិស័យសម្រស់គេចង់ឲ្យប្រជាជនគេភាគច្រើនគឺសុទ្ធតែចេញមកគឺស្អាតហើយសូម្បីតែតួកូរ៉េមួយចេញមកគឺត្រូវតែស្អាតភ្លឹងយើងសឹងតែនិយាយថាតួកូរ៉េដែលជា idol របស់យើងកាលពី20ឆ្នាំឬក៏10ឆ្នាំមុនមកដល់បច្ចុប្បន្ននេះហាគឺសម្រស់របស់គាត់គឺប្រែប្រួលតិចតួចខ្លាំងមែនទែននិយាយទៅគឺកូរ៉េខ្ញុំឲ្យលេខ1នៅក្នុងការថែរក្សាសម្រស់តែម្ដងនៅពេលដែលយើងចង់ស្អាតយើងតែងតែនឹកឃើញដល់ស្បែកមុខជនជាតិកូរ៉េប៉ុន្តែបើនិយាយអំពី skin care routine ប្រទេសកូរ៉េវិញយើងគ្រាន់តែលឺហើយយើងនឹងចង់ខ្ជិលហ្មងគឺប្រជាជនកូរ៉េគឺគេមានទម្លាប់នៅក្នុងការថែស្បែកមុខរហូតដល់10ជំហានឬក៏យើងហៅថា10 step ហ្នឹងបងប្អូនទាំងអស់គ្នារាល់ថ្ងៃហ្នឹងថែស្បែកមុខប្រហែលជំហានបើសម្រាប់ខ្ញុំស្មោះត្រង់មកបានត្រឹមតែ5ជំហានទេបងប្អូនហើយនៅក្នុង10ជំហាននៃ skin care routine របស់គេហ្នឹងគឺគេផ្ដោតទៅលើការថែបំប៉នគេផ្ដោតទៅលើការការពារធ្វើម៉េចកុំឲ្យស្បែកមុខរបស់គេមានបញ្ហាមុនបញ្ហាស្នាមឲ្យខ្មៅនិងបញ្ហាជ្រួញអ្វីដែលគួរខ្លាញ់បំផុតហ្នឹងគឺជ្រួញមុខនឹងតែម្ដងហើយនៅក្នុង10ជំហាននៃការថែទាំស្បែករបស់ជនជាតិកូរ៉េហ្នឹងគឺមានមួយជំហានដែលខ្ញុំចាប់អារម្មណ៍មែនទែនគឺទាក់ទងទៅនឹងការប្រើប្រាស់ទឹក toner ហើយដែលបានជាកូរ៉េចាត់ទុកការប្រើប្រាស់ទឹក toner គឺជារូបមន្តនៅក្នុងការថែរក្សាស្បែកមុខរបស់ពួកគាត់ទី1នៅពេលដែលយើងលាង foam រួចហើយគឺស្បែកមុខរបស់យើងត្រូវបានគេដឹងថាកម្រិត pH នៅលើស្បែកមុខរបស់យើងគឺអត់ស្មើគ្នាទេវាអត់ balance គ្នាទេអញ្ចឹងការប្រើប្រាស់ទឹក toner ហ្នឹងគឺដើម្បីជួយស្បែកមុខរបស់យើងមានតុល្យភាព pH ស្មើគ្នាចំណុចទី2ហ្នឹងការប្រើប្រាស់ទឹក toner គឺវាបានជួយបង្រួមគោរមនៅលើស្បែកមុខរបស់យើងហើយវាជួយផ្ដល់សំណើមខ្ពស់ទៅកាន់ស្បែកមុខរបស់យើងមុខដែលងាយជ្រួញគឺជាមុខដែលបាត់បង់ជាតិសំណើមឬក៏ខ្វះជាតិសំណើមមុខយើងតែស្ងួតគឺចាប់ផ្ដើមចេញបញ្ហាជ្រួញហើយបងប្អូនចំណុចទី3ជាទូទៅហ្មងភាគច្រើនគឺគេធ្វើការលាងសម្អាតតែមុខត្រឹមតែមួយតង់ទេប៉ុន្តែបើរូបមន្តរបស់កូរ៉េហ្មងគឺគេធ្វើការ double cleansing ការលាងសម្អាតតែមុខ2តង់គេលាងដល់2តង់ប៉ុណ្ណឹងហើយគេនៅប្រើមួយ toner ទៀតដើម្បីឲ្យប្រកាសថាស្បែកមុខរបស់យើងពិតជាអត់មានកំណកជាតិម្សៅកំណកជាតិប្រេងកខ្វក់ឬក៏អត់មានធូលីទេមុនពេលដែលយើងធ្វើការលាបជាមួយនឹងសេរ៉ូមឬក៏គ្រីមរឹតតែសំខាន់ការប្រើប្រាស់ជាមួយនឹងទឹក toner ហ្នឹងគឺដើម្បីឲ្យស្បែកមុខរបស់យើងគឺគេហៅថា ready នៅក្នុងការទទួលយកសារធាតុចិញ្ចឹមពីសេរ៉ូមពីគ្រីមដែលយើងលាបចូលទៅនៅពេលយើងលាបសេរ៉ូមលាបគ្រីមទៅគឺស្បែកមុខរបស់យើងគឺបូតស្រូបយកសារធាតុចិញ្ចឹមចេញពីផលិតផលទាំងអស់ហ្នឹងបានកាន់តែល្អកាលពីមុនហ្មងគឺខ្ញុំមិនដែលប្រើប្រាស់ជាមួយនឹងទឹក toner ទេប៉ុន្តែឥឡូវនេះតាំងពីប្រើប្រាស់ជាមួយនឹងទឹក toner មកបាទខ្ញុំដឹងថាតាមពិតទៅគ្រាន់តែថែមទឹក toner ទៅក្នុង skin care របស់យើងណានៅពេលដែលយើង make up ឬក៏ពេលដែលយើងលាប sunscreen គឺមុខរបស់យើងគឺមើលទៅម៉ត់ជាងមុនហើយវាគេហៅថាអត់ caking អាម្សៅនៅលើមុខរបស់យើងគឺអត់កកអីហើយទឹក toner ដែលខ្ញុំប្រើប្រចាំថ្ងៃរាល់ថ្ងៃនេះគឺជាប្រភេទទឹក toner របស់ Klavu បងប្អូន10នេះគឺជាទឹក toner ដែលសំឡើងអំពី marine collagen ដែលជួយឲ្យស្បែកមុខរបស់យើងក្មេងប្រឆាំងជាមួយនឹងភាពចាស់វាផ្ដោតសំខាន់ទៅលើការផ្ដល់សំណើមទៅកាន់ស្បែកមុខរបស់យើងសម្រាប់មុខខ្ញុំដែលមុខស្ងួតខ្លាំងណាខ្ញុំប្រើជាមួយអានេះប៉ុន្តែ Klavu គឺមាន2ជម្រើសមួយទៀតនេះគឺដល់ពណ៌សសម្រាប់ពណ៌សនេះគឺខ្ញុំ recommend សម្រាប់អ្នកដែលគាត់ចង់បានស្បែកមុខបែបថា brightening ឬក៏ white brightening មិនថាជួយស្បែកមុខរបស់យើងរាងសហើយភ្លឺរលោងបើថាមាន2ជម្រើសមែនប៉ុន្តែបើនិយាយពីគុណភាពរបស់វាគឺល្អដូចគ្នាគ្រាន់តែមួយផ្ដោតទៅលើអ្នកដែលចង់បានស្បែកមុខសអានេះគឺផ្ដោតទៅលើស្បែកមុខទូទៅអញ្ចឹងបញ្ជាក់ម្ដងទៀត Klavu នេះគឺជាផលិតផលសុទ្ធ 100% របស់ប្រទេសកូរ៉េតែម្ដងអញ្ចឹងតាក់ទងទៅនឹងព័ត៌មានបន្ថែមបងប្អូនទាំងអស់គ្នាអាចតាក់ទងឆាតចូលទៅក្នុង page របស់ Klavu by DJ Nana